ធ្វើសំណាងរីណាមានអាយុ10ឆ្នាំមកពីសាលាអន្តរជាតិកូស្ប៉ាទីតាំងគោសូមគោរពគណៈធិបតីជាទីគោរពដល់ពពួកសូមគោរពលោកតាំងទេនាយកនៃសាលាអន្តរជាតិកូស្ប៉ាជាទីគោរពសូមជម្រាបសួរលោកគ្រូអ្នកណាព្យាបាលភ្ញៀវកិត្តិយសនិងសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅក្នុងអង្គពិធីជាទីគោរពថ្ងៃនេះគឺមានកិត្តិយសក្នុងការនិយាយពេកគុណវិបត្តិនៃការខុសការអប់រំប្រធានបទនេះសំខាន់ខ្លាំងណាស់ព្រោះការអប់រំគឺជាគ្រឹះនៃជីវិតនិងជួយកំណត់ទិសដៅនៃអនាគតរបស់មនុស្សម្នាក់ៗនៅពេលដែលមនុស្សខុសការអប់រំវាមិនត្រឹមតែប៉ះពាល់ដល់ខ្លួនឯងទេប៉ុន្តែវាប៉ះពាល់ដល់សង្គមទាំងមូលផងដែរជាដំបូងគុណវិបត្តិដ៏ធំបំផុតនៃការខុសការអប់រំនោះគឺភាពកំណត់ក្នុងការយល់ដឹងនិងការកាត់វិភាគមនុស្សដែលមិនទទួលបានការអប់រំគ្រប់គ្រាន់ងាយស្រួលជឿតែពាក្យសម្ដីក្រៅសមភាពងាយត្រូវបញ្ឆោតហើយពិបាកក្នុងការទប់ទល់បញ្ហាជាក់ស្ដែងក្នុងជីវិតការខ្វះចំណេះដឹងធ្វើឲ្យមនុស្សមានឱកាសតិចក្នុងការជ្រើសរើសអនាគតដ៏ល្អលើសពីនេះការខុសការអប់រំអាចបណ្ដាលឲ្យកើតភាពក្រីក្រនិងហានិភ័យការរៀនមិនប្រក្រតីដែលខ្វះការអប់រំគ្រប់គ្រាន់មនុស្សខ្លះជាមនុស្សងាយខ្សោយក្នុងទីផ្សារការងារពិបាករកស៊ីពីជំនាញដែលមានគុណភាពហើយត្រូវបំបែកលើប្រាក់ខែដែលមានការងារដែលមានប្រាក់ខែទាបវានាំឲ្យមានបញ្ហាសេដ្ឋកិច្ចការរស់នៅអនាថានិងភាពអសមត្ថភាពក្នុងការកែលម្អជីវិតជាមួយនេះការខុសការអប់រំអាចបណ្ដាលមានបញ្ហាសង្គមនិងអរិយាប័ត្រមិនល្អបុគ្គលដែលមិនបានបណ្ដុះពីការអប់រំល្អងាយធ្វើអំពើប្រចាំច្បាប់ងាយរើសអើងអំពើហិង្សានិងការគំនុំទូលំទូលាយសង្គមដែលមានមនុស្សខុសការអប់រំច្រើននឹងតែងតែជួបប្រទះភាពឆ្លាតចោលកងខ្លាយនិងភាពមិនស្ថិរភាពក្រៅពីនេះការខុសការអប់រំអាចបណ្ដាលឲ្យមានការអភិវឌ្ឍប្រទេសយឺតយ៉ាវប្រទេសណាមួយដែលមានលទ្ធភាពការអប់រំប្រទេសនោះនឹងពិបាកប្រកួតប្រជែងជាមួយពិភពលោកបច្ចេកវិទ្យាមិនអភិវឌ្ឍសេដ្ឋកិច្ចជុំស្ទាក់ហើយប្រជាជនខ្វះសមត្ថភាពក្នុងការចូលរួមកសាងជាតិការអប់រំគឺជាចលនាដ៏សំខាន់សម្រាប់ទាញយកប្រទេសឲ្យរីកចម្រើនអង្គពិធីជាទីគោរពបើយើងសង្កេតមើលយ៉ាងជ្រាលជ្រៅពិភពលោកសព្វថ្ងៃកំពុងតែមានការអភិវឌ្ឍយ៉ាងលឿនអ្នកណាមកខិតខំរៀនអ្នកនោះនឹងនៅក្រោយហើយនេះហើយយើងគួរតែមានការយកចិត្តទុកដាក់លើការអប់រំយល់ពីតម្លៃវាហើយព្យាយាមរៀនឲ្យបានអស់ពីសមត្ថភាពការអប់រំដែលយើងទទួលបានថ្ងៃនេះនឹងធ្វើឲ្យយើងគេចផុតពីគុណវិបត្តិទាំងអស់ដែលខ្វះការអប់រំនោះមកដូច្នេះគុណវិបត្តិនៃការខ្វះការអប់រំវាមិនត្រឹមតែបង្កើតបញ្ហាដល់ជីវិតបុគ្គលនោះទេប៉ុន្តែវាបណ្ដាលឲ្យសង្គមមានការរីកចម្រើនការអប់រំគឺជាអាវុធដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាទាំងនេះសូមយើងទាំងអស់គ្នាឲ្យតម្លៃនិងរក្សាឱកាសសិក្សាបានត្រឹមត្រូវដើម្បីកសាងអនាគតដ៏រឹងមាំសម្រាប់ខ្លួនឯងនិងជាតិជា